ចាស់ហើយនៅងោទៀតអាយ៉ាពូដូមកទៅលេងមែនតែនហើយប្រិមត្តយើងបាទកីឡាករគ្រីស្ទៀនរ៉ូណាល់ដូវ័យ41ឆ្នាំបានធ្វើការតវ៉ាគឺបដិសេធមិនចូលលេងឲ្យក្លឹបអាល់ណាសឺនោះទេបាទគឺជាលើកទី2ក្នុងជំនួបជាមួយនឹង Al Ittihad នៅថ្ងៃទី7ខែកុម្ភៈនេះបាទអាយ៉ាបាទអញ្ចឹងមើលទៅពូដូប្រហែលជានឹងចាក់ចេញមែនតើហើយប្រិមិត្តយើងបាទហើយបើសិនជាពូដូចេញតើចង់ឲ្យគាត់ទៅលីកណាវិញបាទបងប្អូនអាចខមមិននៅខាងក្រោមបានពីមកហើយមូលហេតុគឺមកពីគាត់ខឹងសម្បាទៅលើក្លឹប Al Nassr ដែលមិនបាននាំចូលនៅកីឡាករបាទគឺក្នុងទីផ្សារដោះដូរនៅពេលឥឡូវនេះបាទខណៈដែលគូប្រជែង Al Hilal គឺបានចុះកិច្ចសន្យាយកខ្សែប្រយុទ្ធបាទក៏ដូចជាបងប្អូនស្លាប់រស់ផងដែរគឺ Karim Benzema ដែលជាអតីតមិត្តរួមក្រុមនៅ Real Madrid បាទហើយរូបគាត់ក៏បានយល់ឃើញថា PIF ដែលជាម្ចាស់ក្លឹបធំៗទាំង4នៅលីកកំពូលសាឌីអារ៉ាប៊ីនេះគឺមានភាពលំអៀងហើយនឹងផ្ដល់អាទិភាពខ្លាំងទៅក្រុម Al Hilal ជាងក្រុម Al Nassr ហើយចំពោះថ្នាក់ដឹកនាំក៏បានចេញសេចក្តីថ្លែងការណ៍ផងដែរបាទគឺព្រមានចំតែម្ដងបាទទៅលើ Cristiano Ronaldo ថាទោះបីជា Ronaldo ជាកីឡាករឆ្នើមលំដាប់ពិភពលោកក៏ដោយក៏រូបគេមិនមានសិទ្ធិសម្រេចចិត្តលើការគ្រប់គ្រងក្លឹបនោះទេបាទហើយលីកគឺបានបញ្ជាក់ថាក្លឹបនីមួយៗគឺដំណើរការដោយឯករាជ្យមានថវិកានិងយុទ្ធសាស្ត្រផ្ទេកីឡាកររៀងៗខ្លួនក្រោមច្បាប់រួមតែមួយសូមបញ្ជាក់ផងដែរប្រិមត្តយើងបាទ Cristiano Ronaldo គឺសុទ្ធបាន111គ្រាប់ហើយក្នុងការបង្ហាញខ្លួន120លើកឲ្យ Al Nassr គិតត្រឹមដើមឆ្នាំ2026បាទនិងកំពុងតែដេញតាមគោលដៅ1000គ្រាប់ទៀតផងដែរក្នុងជីពបាទដែលបច្ចុប្បន្នគឺសរុបគ្រាប់បាល់គឺ961គ្រាប់ឯណោះរូបគាត់កំពុងតែទទួលបាននៅប្រាក់ខែខ្ពស់បំផុតនៅក្នុងលោកបាទគឺ178លានផោនក្នុងមួយឆ្នាំដែលវាស្មើនឹង50,000ផោនក្នុងមួយថ្ងៃក្រោមភារកិច្ចរហូតដល់ឆ្នាំ2027ឯណោះ